ស្នាដៃផ្សេងៗរបស់អ្នកស្រីរស់ សេរីសុទ្ធាក្រៅពីច្រៀងចម្រៀងសម្រាប់កម្សាន្តនិងរាំកម្សាន្តដូចជាបទរាំវង់សារ៉ាវ៉ាន់ឬជាបទបែបមនោសញ្ចេតនាដ៏ពិរោះរលោងលន់លោចដែលលាតត្រដាងតាមគំនិតរបស់អ្នកនិពន្ធនានាដែលរៀបរាប់ពីស្នេហាប្រត់ប្រាស់ភាពសប្បាយរីករាយសម្រាប់ថតថាសនិងកាសែតនោះអ្នកស្រីរស់ សេរីសុទ្ធាក៏បានច្រៀងចម្រៀងសម្រាប់បញ្ចូលទៅក្នុងរោងកុនជាច្រើនដែរខ្សែភាពយន្តដែលអ្នកស្រីច្រៀងបញ្ចូលរួមមានដូចជារឿងនាងពៅឈុកសរឿងអដ្ឋិសុវណ្ណច័ន្ទកេសររឿងអនអើយស្រីអនរឿងព្រះចិនវង្សរឿងការកៃរឿងសុវណ្ណតែងអនរឿងស្ដេចដំរីសរឿងព្រះថោងនាងនាគរឿងតុបសូដាច័ន្ទរឿងលិនថោងកុមាររឿងឆ្នាំអូន16រឿងខ្ញុំសាយហើយខ្ញុំយំរឿងព្រំដែនព្រំចិត្តនិងរឿងផ្សេងៗជាច្រើនទៀតមិនតែប៉ុណ្ណោះអ្នកស្រីក៏មានច្រៀងបញ្ចូលទៅក្នុងខ្សែភាពយន្តបរទេសមួយចំនួនទៀតដែរនិងក្រៅពីការច្រៀងចូលថាសនិងច្រៀងចម្រៀងបញ្ចូលទៅក្នុងខ្សែភាពយន្តអ្នកនាងរស់ សេរីសុទ្ធាសិល្បករនីដ៏ល្បីល្បាញប្រចាំកម្ពុជារូបនេះក៏ធ្លាប់សម្ដែងខ្សែភាពយន្តបានពីររឿងដែរដោយដែលយើងឃើញនៅក្នុងប្រវត្តិលោកស៊ិនស៊ីសមុទ្ររួចហើយដែលនោះគឺរឿងប្រលឹងស្ទឹងខៀវនិងរឿងមួយទៀតគឺរឿងចម្រៀងឥតព្រៀងទុកជាស្នាដៃនិពន្ធនិងដឹកនាំរឿងដោយអតីតកវីសំឡេងមាសគ្មានពីរស៊ិនស៊ីសមុទ្រនៅក្នុងរឿងចម្រៀងឥតព្រៀងទុកនេះលោកស៊ិនស៊ីសមុទ្របានតម្រូវឲ្យអ្នកនាងរស់ សេរីសុទ្ធាដើរជាតួរងនិងតារាទឹកភ្នែកឯតួឯកគឺលោកជាយុទ្ធននិងអ្នកនាងតិតវិជ្ជរាដានីសាច់រឿងនេះអ្នកនាងរស់ សេរីសុទ្ធាគឺជាប្អូនជីដូនមួយរបស់លោកជាយុទ្ធនហើយលួចស្រឡាញ់លោកជាយុទ្ធនតែនៅទីបញ្ចប់អ្នកនាងរស់ សេរីសុទ្ធាត្រូវស្លាប់ដោយរងគ្រាប់ជំនួសលោកជាយុទ្ធនពេលដែលជនពាលលួចបាញ់ប្រហារតួឯកប្រុសនេះនៅក្នុងរឿងចម្រៀងឥតព្រៀងទុកនេះគេក៏បញ្ចូលបទចម្រៀងចំនួន2បទផងដែរដែលបទទាំងនោះសុទ្ធសឹងតែជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកស៊ិនស៊ីសមុទ្រផ្ទាល់តែម្ដងបទទី1មានចំណងជើងថាព្រិលភ្នែកអស់ហើយដែលច្រៀងថាមកដល់ដីក្រុងសបាយក្រៃច្រៀងដោយលោកស៊ិនស៊ីសមុទ្របទទី2មានចំណងជើងថាចម្រៀងឥតព្រៀងទុកដែលយើងទាំងអស់គ្នាហៅបទនេះថាចន្ទធូនេះជាចង្វាក់សារ៉ាវ៉ាន់ច្រៀងដោយលោកស៊ិនស៊ីសមុទ្របទទី3មានចំណងជើងថាក្លែបក្លិនចន្ទធូច្រៀងរួមគ្នាដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកនាងរស់ សេរីសុទ្ធានិងបទទី4មានចំណងជើងថាចត់ម៉ាយមច្ចរាយច្រៀងដោយអ្នកនាងរស់ សេរីសុទ្ធាប៉ុន្តែរឿងទាំងពីរនេះបានបាត់បង់ទៅហើយក្នុងរបបវាលពិឃាតដែលជារឿងមួយគួរឲ្យសោកស្ដាយបំផុតចំពោះប្រជាជនខ្មែរចំនួននេះនិងចំនួនក្រោយៗទៀតព្រោះគេមិនបានឃើញរូបអ្នកស្រីពិតហើយគ្រប់ទស្សនិកជនខ្មែរដែលនិយមរឿងវីដេអូចំនួននេះគឺគ្មានអ្នកណាដឹងថាតើអ្នកស្រីរស់ សេរីសុទ្ធាសម្ដែងបានល្អឬយ៉ាងណាឡើយប៉ុន្តែចាស់ធ្លាប់បានមើលរឿងនេះបាននិយាយថាទស្សនិកជនទាំងឡាយក្រោយពេលទស្សនារឿងនេះចប់សុទ្ធតែលន់មាត់ស្ងើចសរសើរនិងភ្ញាក់ផ្អើលគ្រប់គ្នាថាចំពោះស្នាដៃដឹកនាំដ៏ប៉ិនប្រសប់របស់វីរៈសិល្បករស៊ិនស៊ីសមុទ្រនិងការសម្ដែងដ៏រស់រវើករបស់អ្នកស្រីរស់ សេរីសុទ្ធាជាមួយតារាភាពយន្តដ៏ល្បីគឺលោកជាយុទ្ធននិងអ្នកស្រីតិតវិជ្ជរាដានីហើយពេលគេបញ្ចាំងរឿងចម្រៀងឥតព្រៀងទុកនៅកន្លែងណាមនុស្សជាច្រើនបានតម្រង់ជួរគ្នាកក់កុញដើម្បីទិញសម្បត្តិចូលទស្សនារឿងនេះដែលខុសពីរឿងកុនទូទៅមនុស្សទៅមើលធម្មតាមូលហេតុដែលនាំឲ្យគេចង់មើលរឿងនេះគឺមានមូលហេតុពីរធំទី1គឺដោយសាររឿងនេះជាស្នាដៃនិពន្ធរបស់លោកស៊ិនស៊ីសមុទ្រដូច្នេះអ្នកមើលទូទៅតែងតែគោរពនិងស្រឡាញ់ហើយគាំទ្រចម្រៀងរបស់លោកចង់ដឹងថាតើស្នាដៃផលិតខ្សែភាពយន្តរបស់លោកអស្ចារ្យយ៉ាងណាដោយពីដើមមកលោកចេះតែនិពន្ធបទចម្រៀងនិងបទភ្លេងតែប៉ុណ្ណោះទី2ដោយសារគេចង់ឃើញអ្នកនាងរស់ សេរីសុទ្ធាដើរតួកុនព្រោះកន្លងមកគេឃើញតែនាងច្រៀងប៉ុណ្ណោះដូច្នេះពេលដើរតួកុនគេចង់ដឹងថាអ្នកស្រីសម្ដែងបានល្អយ៉ាងណាឬនេះជាមូលហេតុធំបំផុតលោកនួនសុភ័ក្រអតីតអ្នករៀបចំកម្មវិធីប្រវត្តិជីវិតសិល្បៈខ្មែរប្រចាំស្ថានីយ៍ FM 99 MHz ដែលជាអ្នកស្រុកបាត់ដំបងដែរនឹងបានទស្សនារឿងនេះរហូតដល់ទៅ6ដងបាននិយាយឲ្យដឹងថាកាលនោះលោកនៅក្មេងជាសិស្សសាលានៅឡើយរឿងនេះត្រូវបានគេយកទៅបញ្ចាំងនៅរោងភាពយន្តប្រាសាទមាសក្នុងក្រុងបាត់ដំបងម្ដងដែលរោងកុននោះជាកម្មសិទ្ធិរបស់លោកសារ៉ាវុធអតីតតារាភាពយន្តក្នុងអំឡុងឆ្នាំ1973លោកសុភ័ក្របានឲ្យដឹងទៀតថាប្រការដែលនាំឲ្យលោកហ៊ានចំណាយលុយទិញសម្បត្តិរឿងចម្រៀងឥតព្រៀងទុកនេះរហូតដល់ទៅ6ដងនោះគឺក្នុងបំណងចង់ឃើញបិតាសម្លេងមាសស៊ិនស៊ីសមុទ្រផ្ទាល់ភ្នែកតែម្ដងដែលមួយជីវិតលោកប្រាថ្នាចង់ឃើញនឹងជួបលោកស៊ិនស៊ីសមុទ្រដូចចង់ឃើញអាទិទេពដូចនេះដែរប៉ុន្តែលោកនៅតែមិនបានឃើញលោកស៊ិនស៊ីសមុទ្រដដែលដោយសារការងាររវល់ពេកលោកស៊ិនស៊ីសមុទ្រមិនបានមកគឺមកតែក្រុមចម្រៀងរបស់លោកដែលលោកចាត់តាំងឲ្យមកច្រៀងបើកឆាកមុនពេលបញ្ចាំងរឿងកុនប៉ុណ្ណោះអ្នកចម្រៀងទាំងនោះមានដូចជាអ្នកស្រីរស់ សេរីសុទ្ធាលោកវ៉ាសូវីនិងលោកអឹងណារីជាដើមលោកនួនសុភ័ក្របានបន្តទៀតថាលុះពេលចប់ការប្រគំតន្ត្រីហើយត្រូវបញ្ចាំងរឿងចម្រៀងឥតព្រៀងទុកនេះលោកនិងមិត្តលោក 4-5 នាក់ទៀតដែលជាសិស្សដូចគ្នាមិននៅមើលរឿងនោះឡើយហើយបែរជាប្រញាប់នាំគ្នាចេញមកក្រៅដើម្បីស្កាត់ជុំអ្នកនាងរស់ សេរីសុទ្ធាវិញជាសំណាងល្អមុនពេលឡើងរថយន្តលោកវ៉ាសូវីនិងអ្នកស្រីរស់ សេរីសុទ្ធាដែលកាលនោះកំពុងមានផ្ទៃពោះផង
បានផ្ដល់ឱកាសសំណេះសំណាលដល់ពួកលោកជាសិស្សនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ឃើញអ្នកនាងរស់សេរីសុទ្ធាដែរនោះប្រហែលជា10នាទីក្នុងទឹកមុខញញឹមប្រំប្រៃសម្ដីដ៏ស្រទន់និងសុភាពរាបសារអ្នកនាងរស់សេរីសុទ្ធាបាននិយាយមកពួកយើងថាអរគុណច្រើនណាស់ដែលបងប្អូនបានអញ្ជើញមកគាំទ្រនិងទស្សនារឿងនេះយ៉ាងច្រើនកកប៉ុន្តែនាងខ្ញុំស្ដាយណាស់ដល់ភាពយន្តនេះនឹងត្រូវនាំយកបញ្ចាំងនៅក្រុងប៉ៃលិនពី3ថ្ងៃទៀតដូច្នេះរឿងនេះពុំបានដាក់បញ្ចាំងនៅបាត់ដំបងនេះយូរទេពេលនោះលោកសុភ័ក្របានសួរថាតើពេលដែលអ្នកបងខ្លាចជាអ្នកចម្រៀងហើយមានគេឈ្មោះល្បីល្បាញព្រមទាំងមានគេគោរពស្រឡាញ់និងមានគេទទួលស្គាល់ទូទាំងប្រទេសដូច្នេះអ្នកបងមាននឹកឃើញដល់គ្រាកំសត់ការនៅក្មេងនិងនឹកដល់ភូមិកំណត់ដែរទេក្នុងសម្ដីពីរោះទន់ភ្លន់អ្នកនាងរស់សេរីសុទ្ធាបានតបវិញថាខ្ញុំនៅចាំអ្វីពីមុនទាំងអស់មិនដែលភ្លេចទេហើយខ្ញុំនឹកស្រុកកំណត់របស់ខ្ញុំណាស់លុះផ្ដល់ការសំណេះសំណាលជាមួយលោករួមនឹងប្រជាពលរដ្ឋដ៏សែនកកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរួចអ្នកស្រីក៏លាពួកយើងឡើងឡានចេញដំណើរបាត់ទៅដោយបន្សល់ទុកនៅតែភាពអាឡោះអាល័យសម្រាប់ពួកយើងប៉ុណ្ណោះនឹកដល់អាកប្បកិរិយានិងភាសាទន់ភ្លន់នេះគេកត់សម្គាល់ឃើញថាទោះជាមានកិត្តិយសនិងគេឈ្មោះល្បីល្បាញពេញប្រទេសក៏ដោយក៏អ្នកស្រីរស់សេរីសុទ្ធាមិនឆ្មើងឆ្មៃនិងបង្ហាញនៅសន្តានចិត្តរាប់អានប្រជាពលរដ្ឋនិងអ្នកស្រុករបស់អ្នកស្រីយ៉ាងស្មោះដដែលអ្នកស្រីរស់សេរីសុទ្ធាអ្នកចម្រៀងដ៏ល្បីផ្ដាច់គេរូបនេះមិនដែលរើសដៃគូច្រៀងឡើយពោលគឺបើក្រុមហ៊ុនថតថាសឬកាសែតតម្រូវឲ្យអ្នកស្រីច្រៀងជាមួយអ្នកចម្រៀងណាអ្នកស្រីច្រៀងបានទាំងអស់មិនចំពោះតែលោកស៊ិនស៊ីសមុទ្រនោះទេអ្នកចម្រៀងបុរសដែលធ្លាប់បានច្រៀងជាមួយអ្នកនាងរស់សេរីសុទ្ធាមានដូចជាលោកអឹមសុងសើមលោកជាសាវឿនលោកអឹងណារីលោកខេងឌីយេលោកមាសសាមនលោកវសរុនលោកដុចកំហាក់លោកកុលសែមលាក់នឹងលាក់ប៉ុន្តែដៃគូចម្រៀងឆ្លងឆ្លើយដែលវិញថ្លង់ស័ក្តិសមគ្នាបំផុតហើយដែលច្រៀងជាមួយអ្នកស្រីច្រើនជាងគេស្ទើរពេញមួយជីវិតនោះគឺអ្នកចម្រៀងឯកគ្មានពីរលោកស៊ិនស៊ីសមុទ្រអ្នកស្រីបានតស៊ូយ៉ាងស្វិតស្វាញជាមួយអាជីពចម្រៀងស្ទើរពេញមួយជីវិតអ្នកស្រីគឺជាអ្នកលើកដំកើងវប្បធម៌ជាតិមួយរូបឲ្យមានជីវិតកាន់តែភ្លឺថ្លាយូរអង្វែងនិងនៅក្នុងសម័យសាធារណរដ្ឋដែលជាសម័យពោពេញដោយសង្គ្រាមហែកហួរគ្នារវាងខ្មែរនិងខ្មែរម៉ែនិងអាមេរិកកាំងខ្មែរនិងយួននោះអ្នកស្រីក៏បានចូលរួមក្នុងការលើកទឹកចិត្តដល់កងទ័ពដែលប្រឹងច្បាំងដើម្បីការពារដីខ្មែរយ៉ាងមោះមុតដែរតែមិនលើកទឹកចិត្តនៅឯសមរភូមិទេគឺលើកទឹកចិត្តតាមរយៈបទចម្រៀងដែលច្រៀងផ្ញើតាមរលកធាតុអាកាសទៅអ្នកស្រីបានច្រៀងចម្រៀងជាច្រើនទាក់ទងនឹងការជួយជ្រោមជ្រែងដល់កងទ័ពជាតិនិយាយចំគឺចម្រៀងស្នេហាជាតិបទចម្រៀងស្នេហាជាតិទាំងនោះមានដូចជាបទឧត្តមភរិយាទាហានបទអាយុមិនអស់មិនស្លាប់និងបទរឿងពិតរបស់អូនជាដើមលាក់នឹងលាក់ដែលច្រៀងរួមគ្នាជាមួយលោកស៊ិនស៊ីសមុទ្រតាមរយៈបទចម្រៀងទាំងនេះធ្វើឲ្យបងប្អូនកងទ័ពដែលកំពុងបដូរជីវិតនៅឯសមរភូមិបានរសាយទុកយ៉ាងច្រើននិងកាន់តែមានកម្លាំងចិត្តកម្លាំងកាយក្នុងការការពារជាតិដោយឆន្ទៈយ៉ាងមោះមុតមួយកម្រិតទៀត